មានកម្មវិធីជួបជុំមិត្តភ័ក្តិបងប្អូនអីកុំភ្លេចធ្វើម្ហូបមួយមុខនេះហូបបណ្ដើជជែកគ្នាបណ្ដើហើយយើងមានតិចមកអូយថារសជាតិឆ្ងាញ់ពិតជំរាបសួរអ៊ំភូមីងបងប្អូនទាំងអស់គ្នាបកូនទី2ខ្ញុំគឺគាត់ចូលចិត្តមែនតែនឲ្យតែទៅហាងអាស៊ីមិនថាហាងអាទះលេខ2ឬក៏ហាងបាយរបស់វៀតណាមទេគឺគាត់កំងញោមបែបតែគោណាតែគេញោមអត់ដូចខ្ញុំញោមទេគាត់ថាខ្ញុំញោមនេះឆ្ងាញ់ជាងព្រោះអីខ្ញុំអត់ដាក់ទឹកត្រីដល់ចឹងគាត់ថាអត់ទៅស្អុយទេណាហើយនេះជាតិចនេះធ្វើឲ្យសាច់គោយើងទន់ផុយល្អទោះបងប្អូនប្រើសាច់គោចាស់ក៏ដោយមិនចាំបាច់រកសាច់ល្អក៏សាច់គោផុយល្អដែរហើយថ្ងៃនេះខ្ញុំប្រើសាច់គោប្រហែលជា2ខាំយើងហាន់ដូចយើងស្លអញ្ចឹងណាហាន់រៀងល្មមមកកុំឆ្ដើមពេកតែឆ្ដើមពេកក៏ផុយពេកអត់ឆ្ងាញ់ដែរហើយមិញគឺខ្ញុំដាក់អំបិល1ស្លាបព្រាកាហ្វេហើយមានម្សៅឆាហ្នឹង1ស្លាបព្រាបាយហើយក៏មានប្រេងឆា1ស្លាបព្រាឬក៏2ស្លាបព្រាទៅណាទៅលើទំហំសាច់របស់បងប្អូនប្រើហើយខ្ញុំដាក់ម្រេចបន្តិចម្រេចគឺ topping ទេបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានខ្ញុំដាក់ទៅដើម្បីឲ្យវារៀងហឹរតិចណាហើយយើងប្រឡាក់សាច់ហើយទុកមួយដោយឡែកយើងមកលាយទឹកសូសម្ដងហើយក៏មានបងប្អូនក៏ជំនុំពរខ្ញុំកាលនោះខ្ញុំធ្វើសាឡាត់ការ៉ុតគាត់ថាអាចប្រើទឹកស៊ីអ៊ីវធម្មតាបានអត់ថ្ងៃនេះខ្ញុំប្រើទឹកស៊ីអ៊ីវធម្មតាគ្រាន់ថាទឹកស៊ីអ៊ីវធម្មតាយើងត្រូវលាយទឹកតិចណាមិញខ្ញុំដាក់ស្ករសហ្នឹង2ស្លាបព្រាបាយទឹកស៊ីអ៊ីវខ្ញុំដាក់ពី3ស្លាបព្រាចឹងទៅហើយក៏លាយទឹកប្រហែលជា1ឬ2ស្លាបព្រាបាយដែរទឹកក្តៅយើងទឹកដាំពុះកុំប្រើទឹកឆាវក្លាច់រាកហើយខ្ញុំក៏ដាក់ទឹកខ្មេះខ្ញុំដាក់3ឬ4ស្លាបព្រាបាយព្រោះទឹកខ្មេះខ្ញុំនេះអត់ទៅជូរទេបងប្អូនមើលកម្រិតទឹកខ្មេះទឹកខ្មេះខ្លះវាមានមេខ្លាំងបងប្អូនអាចភ្លក់បានណាកុំទាន់ដាក់ច្រើនពេកខ្លាចវាជូរពេកហើយខ្ញុំដាក់ប្រេងល្ង1ស្លាបព្រាបាយហើយក៏មានប្រេងម្ទេសពីមុខនេះបើអត់មានមិនបាច់ដាក់ក៏បានដែរបញ្ហាទេតែបើចូលចិត្តប្រេងម្ទេសដាក់ច្រើនតិចទៅណាដើម្បីឲ្យវារៀងហឹលបើអត់មានប្រេងល្ងយើងក៏ជំនួសល្ងឆ្អិនបានដែរល្ងលីងហើយណាតែប្រើល្ងសវាឆ្ងាញ់ជាងកុំយកល្ងខ្មៅអីឥឡូវទឹកសូសលាយរួចហើយយើងទៅមើលសាច់គោម្ដងសាច់គោខ្ញុំស្រោះទឹកខ្ញុំដាំទឹកឲ្យពុះហើយខ្ញុំស្រោះវាណាខ្ញុំស្រោះវាមកឆ្អិនល្មមបងប្អូនមិនចូលចិត្តឆ្អិនតែថាចូលចិត្តរាងសាច់ក្រហមបងប្អូនធ្វើតាមរបៀបបងប្អូនទៅណាតែគោខ្ញុំក៏ចូលចិត្តរាងឆ្អិនបន្តិចសតកោសុំទោសសាច់គោរួចហើយយើងមិនបាច់លាងទឹកចេញទៀតទេណាយើងយកមកចាក់លើទឹកសូសយើងតែម្ដងនេះហើយមើលមានទឹកយើងជាប់ហ្នឹងយើងដកចេញទៅសមុទ្រទឹកដែលយើងស្រោះមិញហ្នឹងណាកុំលាយទឹកវាច្រើនពេកខ្លាចវាកាត់រសជាតិណាព្រោះទឹកសូសយើងលាយល្មមហើយមិញបងប្អូនភ្លក់ល្មមហើយយើងក៏ចាក់បន្លែយើងចូលទៅបន្លែខ្ញុំដាក់ខ្ទឹមក្រហមហើយនឹងប៉េងប៉ោះកុំយកចូលពេកមកទុំល្មមណាហើយមានម្ទេសផ្លោកយើងហ្នឹងពណ៌ខៀវពណ៌ក្រហមហើយទឹកសក់ហើយនឹងការ៉ុតនិយាយទៅបងប្អូនចូលចិត្តបន្លែម៉ានមុខដាក់ប៉ុណ្ណឹងមុខទៅណាដូចមានសាឡាត់មានអីបងប្អូនដាក់ទៅតែខ្ញុំអត់ដាក់សាឡាត់ទេព្រោះសាឡាត់ដាក់ទៅញោមទៅវាច្រើនរៀងជីងទឹកអញ្ចឹងណាតែខ្ញុំអត់ដាក់ទេហើយចំពោះជីខ្ញុំដាក់ជីវ៉ាន់ទុយហើយនឹងជីអង្កាមលាយគ្នាបងប្អូនអាចដាក់ជីអាណាល់ក៏បានដែរហើយចូលចិត្តម្ទេសច្រើនក៏ហាន់ម្ទេសទុំហ្នឹងពី3ផ្លែដាក់ទៅខ្ញុំដាក់តែ1ផ្លែទេគឺម្ទេសម៉ាឡេនឹងឯងហើយខ្ញុំដាក់សណ្តែកគ្រាប់ស្វាយចន្ទីបងប្អូនអត់មានគ្រាប់ស្វាយចន្ទីអាចជំនួសជាសណ្តែកដីបានអត់បញ្ហាទេហើយយើងដាក់បន្លែរួចហើយយើងក៏ច្បល់ចូលគ្នាឲ្យបានតប់ល្អជាមួយសាច់ហ្នឹងទៅជាការស្រេចឲ្យងាយហើយសាច់ដែលខ្ញុំប្រឡាក់មិញគឺទន់ផុយឆ្ងាញ់មែនតែនដោយតែសាច់ជ្រូកគេ1គីឡូ200-300អញ្ចឹងបងប្អូនថាឆ្ងាញ់ពិតនិយាយទៅមួយចានហ្នឹងហូបតែ3នាក់កូនទី2ខ្ញុំទេគាត់ដួសខ្លះយកទៅកន្លែងធ្វើការគាត់ហើយខ្លះគាត់ហូបហើយបានទៅមិញហ្នឹងឡាអស់ហលីងអត់មានសល់ទេតែរសជាតិឆ្ងាញ់ពិតហើយចំពោះទឹកសូសមិញបងប្អូនភ្លក់តាមរសជាតិដែលបងប្អូនហូបទៅណាច្បល់ឲ្យបានសព្វល្អហើយជាការស្រេចអត់ចាំបាច់ផ្អាប់ទុកយូរទេច្បល់ហើយយើងអាចហូបបានហើយងាយហើយរសជាតិឆ្ងាញ់ពិតធានាបងប្អូនអាចធ្វើដូចជាកម្មវិធីជប់លៀងអីបានបងប្អូនធានាថារសជាតិឆ្ងាញ់កូនខ្ញុំគាត់ថាឲ្យ10លើ10កូនទី2ខ្ញុំណាប៉ុណ្ណឹងរួចទៅពេលទៀតហើយណាមួយឯប្រហែលថ្ងៃដល់ទៅមានអារម្មណ៍ធ្វើវីដេអូទេពោះវីដេអូទៅជាប់ក្រហមអរគុណអំពូ